បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចុះមកព្រៃហើយក៏ឆ្លៀតគាស់ដំរី5ដក5គុំយើងមើលឲ្យទាំងអស់គ្នាបាទតែចាស់គាត់យកធ្វើជាថ្នាំបើកម្លាំងបាទអ្នកអាសាដូចថាឈឺចង្កេះឈឺចង្ឆ្អែងហ្នឹងបាទយើងអាចគាស់រុក្ខជាតិមួយនេះយកទៅធ្វើជាឱសថដាក់ទៅបាទអូនបាននេះបាទហ្នឹងបងប្អូនដាក់មួយបានពូបានដាក់ជាមួយសកៃដែងបានអត់បញ្ហាទេបាទនេះគេហៅថាដំរី5ដកជារុក្ខជាតិល្អមែនទែនបាទចាស់បុរាណគាត់លឹងក្រមតែយកធ្វើជាឱសថហើយតម្រងស្លឹកវាស្រួលមើលទេស្លឹក3អញ្ចឹងបងប្អូនបាទដោះនៅតែប្រភេទដីភ្នំបាទលបាយខ្សាច់យើងមើលហើយទៅប្រភេទដីហើយតំបន់ភ្នំអញ្ចឹងព្រៃរបស់អញ្ចឹងគឺមានដោះហើយរុក្ខជាតិនេះបាទហ្នឹងបងប្អូនត្រូវការអាចមកដើររកបានគេហៅដំរី5ដកបាទនេះពូគាត់កំពុងទៅកោះហើយបាទពិតចាប់ហើយបាទគិតមិនចឹងបងជាប់ទៅជាប់រាវបាទដល់មើលមានហើយពូដល់មើលមានហើយពូអូនេះហើយពូបាទតោះពូយកមកពូបាទចាំមិនថាបងប្អូនយើងអ្នកដើរកោះថ្នាំកាប់ថ្នាំប្រហែលអញ្ចឹងយើងមើលចំណាំទាំងអស់គ្នាទៅបាទផ្លែវាដូចតែអញ្ចឹងដំរី5ដកហ្នឹងនេះឬរបស់វាបាទបងប្អូនណាធ្លាប់ឃើញកោះយកធ្វើជាឱសថទៅមិនខុសទេបាទប្រើដោយមានកម្រិតត្រឹមត្រូវបាទមានគុណភាពបាទហ្នឹងហើយខ្ញុំមានប៉ុណ្ណឹងសម្រាប់ការចែកម្លែកឱសថមួយនេះបាទបងប្អូនបាទអរគុណ